ជំរាបសួរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំចង់ចែកចម្លែកនៅប្រធានបទខ្លះអំពីប្រវត្តិសាស្ត្ររបស់ខ្មែរដើម្បីចែកជូនដល់បងប្អូនមួយចំនួនដែលគាត់មិនសូវបានដឹងបានយល់ហើយច្រើនតែនិយាយមកថាខ្មែរយើងនេះឆ្លៀនពៀនគេឆ្លៀនពៀនឯងចឹងទៅហើយខ្ញុំមិនអាចថាគាត់ខុសទេព្រោះនេះពាក្យចាមអារាមអ្វីដែលគាត់និយាយគឺនិយាយតាមពាក្យចាមអារាមថាខ្មែរនឹងធ្លាប់ឆ្លៀនពៀនគេវាយប្រទេសនេះវាយប្រទេសនោះយ៉ាងណាមិញប្រហែលជាគាត់បានអាននៅប្រវត្តិសាស្ត្រខ្មែរដែលបានសរសេរមិនដឹងពីសតវត្សទីម៉ានេះក៏ប៉ុន្តែអ្វីដែលខ្ញុំលើកយកមកនេះខ្ញុំបានស្រាវជ្រាវហើយនឹងពិចារណាមើលថាប្រវត្តិសាស្ត្រខ្មែរដែលបានកត់ត្រានិងសរសេរទាំងអម្បាលមានមិនមែនថាខុសទាំងអស់ទេវាមានចំណុចខ្លះដែលត្រូវហើយមួយចំនួនធំគឺប្រវត្តិសាស្ត្រខ្មែរដែលបានតាក់តែងភាគច្រើនគឺជាប្រវត្តិសាស្ត្រចាមអារាមតាមដែលសម្ដីគេនិយាយឬក៏ខ្លាចអំពីបញ្ហានឹងសម័យក្រោយតែអ្វីដែលខ្ញុំបានមកដល់ស្រុកគេនេះខ្ញុំបានស្រាវជ្រាវអានប្រវត្តិសាស្ត្រខ្មែរខ្លះប្រវត្តិសាស្ត្រឈូតខ្វាន់ដែលបានគាត់បានសរសេរបានន័យថាឈូតខ្វាន់សរសេរប្រវត្តិសាស្ត្រមិនបានក្បោះក្បាយពិតប្រាកដមែនក៏គ្រាន់តែក្រាន់បើជាងប្រវត្តិសាស្ត្រខ្មែរដែលបានសរសេរយ៉ាងណាមិញឈូតខ្វាន់គាត់បានមកជន់ដីខ្មែរក្នុងរយៈកាលសតក្រោយពីសតវត្សទី14ហើយឈូតខ្វាន់បើនិយាយឲ្យខ្លីទៅខ្មែរបាក់បែកប្រទេសខ្មែរបាក់បែកក្រោយសតវត្សទី17ហើយពីដើមឡើយខ្មែរយើងហៅថានគរគោកធ្លកដីខ្មែរធំល្វឹងល្វើយអត់មានប្រទេសណានៅគៀនទេហើយនេះបងអូនម្នាក់ដែលបានអធិប្បាយថាខ្មែរធ្លាប់ទន្ទ្រានវាយយកប្រទេសគេប្រទេសឯងគឺអត់ទេមិនត្រឹមត្រូវទេព្រោះហើយសម័យគោកធ្លកមានតែស្រុកខ្មែរស្រុកចិនឥណ្ឌាម៉ុងហ្គោសាអូឌីអារ៉េប៊ីអ៊ីជីប
ហើយឆ្នេះរឿងទាំងអស់ហ្នឹងយើងគួរតែរៀនសូត្រហើយសាវជ្រាវកុំចេះតែនិយាយតាមពាក្យចាមបារាមយ៉ាងណាមិញសម័យកុកធ្លុកគឺជាការពិតសម័យកុកធ្លុកខ្មែរយើងអត់ទាន់មានស្ដេចទេឈ្មោះកម្ពុជាសប្តាហ៍គឺយកឈ្មោះលោកតាកម្ពុជាជាតំណាងនៃប្រទេសហើយបន្ទាប់មកទៀតក្រោយពីសម័យតាកម្ពុជាយើងមិនដឹងថាកម្ពុជាគាត់ការសាបសូន្យឈ្មោះលោកតាកម្ពុជាហ្នឹងពីណាទៅណាទេហើយក្រោយពីលោកតាកម្ពុជាមកខ្មែរយើងបើសម័យតាកម្ពុជាគ្រាន់តែជាមេកន្ទ្រាញណាហើយក្រោយមកទៀតបានខ្មែរយើងមានស្ដេចបង្កើតជាស្ដេចមានជាស្ដេចចាប់ផ្ដើមពីអិនត្រាវរ្ម័នសុយាវរ្ម័នអីចឹងមកជាបន្តបន្ទាប់រហូតមកដល់ជ័យវរ្ម័នហើយខ្មែរមានចំណុចសំខាន់ជាច្រើនដែលគួរកត់សម្គាល់ប្រជាជនខ្មែរទូទាំងប្រទេសសម័យកម្ពុជាសម័យកុកធ្លុកបានន័យថាសម័យកុកធ្លុកបានន័យថាខ្មែរយើងមូលគ្នារួមគ្នាជាធ្លុងមួយហើយនៅគ្រានោះគឺខ្មែរបានចាប់ដើមកសាងជាប្រាសាទមិនមែនជាវត្តទេបងប្អូនសម័យកសាងប្រាសាទអង្គរមិនទាន់កើតមានជាវត្តជាវាយទេព្រោះអង្គរធំកសាងយូរហើយនិយាយបើនិយាយខ្លីទៅអង្គរធំកសាងតាំងពីមុនពុទ្ធបានកើតទៀតហើយមូលហេតុនេះបានជាខ្ញុំថាអង្គរធំកសាងមុនពុទ្ធកើតព្រោះប្រាសាទអង្គរធំកសាង4ដងតែអត់សម្រេចណាហើយគ្មានប្រទេសយួនប្រទេសស្អីទេអត់មានចម្ប៉េចម្ប៉ាប្រទេសចម្ប៉ាអីទេអត់មានទេយើងអត់ដឹងរឿងអញ្ចឹងបើថាសូមមេត្តាកុំនិយាយប្រទេសចាប់ដាស់នៅនគរគោកធ្លុកដីខ្មែរធំទលឹងល្វឹងល្វើយនៅពេលដែលខ្មែរនគរគោកធ្លុកគឺខ្មែរកសាងប្រាសាទគប់កន្លែងណាដែលទឹកដីខ្មែរគឺមានប្រាសាទខ្ញុំរៀបរាប់តាំងពីកោះជប៉ុនក្នុងដែនដីខ្មែរនៅកម្ពុជាក្រោមណាអត់មានយួននេះកម្ពុជាក្រោមព្រៃអង្គរហើយដីខ្មែរហ្នឹងរហូតដល់យូណានខេត្តយូណានបន្តមកទៀតគឺថាជនជាតិឌីវមានក៏ប៉ុន្តែក្នុងការគ្រប់គ្រងរបស់ខ្មែររហូតដល់ទឹកដីខ្មែរហ្នឹងមួយទាំងមូលអត់មានថៃទេអត់មានភូមាទេអត់មានម៉ាឡេស៊ីអត់មានឥណ្ឌូនេស៊ីអត់មានសិង្ហបុរីអត់មានប្រ៊ុណេត
ទឹកដីទាំងអស់គឺមានប្រាសាទណាមានប្រាសាទស្នាដៃខ្មែរមានប្រាសាទហើយទន្ទឹមជាមួយគ្នានៃការកសាងប្រាសាទអង្គរតូចអង្គរធំហ្នឹងអង្គរធំអង្គរតូចហ្នឹងនៅពេលការកសាងអង្គរតូចគឺខ្មែរយើងមានទីផ្សារបើសិនជាភាសាអង់គ្លេសគេហៅថា trading convention ទីផ្សារគឺនៅក្នុងបេងកូណាកុំនិយាយសម័យបារាំងនៅក្រោយឆ្ងាយណាបារាំងចូលនឹងខ្មែរបាក់បាយទឹកដីបាត់អស់ហើយខ្មែរអត់មានបាយណាទេបាយតែខ្មែរគ្នាឯងមកជាតិអត់មានដែររំលោភអ្នកណាទេរំលោភបំពានអ្នកណាអត់មានតែខ្មែរមិនដែររំលោភបំពានណាទេតែបងប្អូនចាមជ្វាទាំងអស់ដែលនៅក្នុងស្រុកខ្មែរហ្នឹងខ្ញុំសូមជម្រាបថាមិនមែនបងប្អូនចាមជាបងប្អូនអីចេះចុះទេហ្នឹងមិនមែនខ្ញុំជម្រាបការពិតនៅពេលដែលខ្មែរមានទីផ្សារនៅបេងកូមានភ្ញៀវជាច្រើនដែលមកពីប្រទេសតាំងពីអ៊ីជីបតាំងពីសាអូឌីអារ៉េបៀតាំងពីចិនតាំងពីម៉ុងហ្គោតាំងអីមកហ្នឹងគឺមកចាប់ផ្ដើមដោះដូរហ្នឹងគឺថាចិនមានតាមពិតខ្មែរយើងអត់ដឹងចេះនិយាយប្រឡំទេថាឈ្មោះហ៊ុនធានគាត់ស្តៀងខ្លាំងណាស់ចេះហៅគាត់នឹងថាខ្លាំងដែរតាមពិតមិនមែនទេអាហ្នឹងខ្ញុំនិយាយត្រួសដើម្បីជម្រាបឲ្យបានយល់ខ្លះហើយពិចារណាតាមក្រោយថែមទៀតហ៊ុនធានគាត់មានគំនិតមួយយ៉ាងប្រសើរដោយឃើញស្ដេចខ្មែរក្នុងនាមជាស្ដេចក្នុងនាមជាអ្នកគ្រប់គ្រងប្រទេសអាក្រាតហើយហ៊ុនធានគាត់បានយកកណាត់ប្រឌិបនឹងយកមកឲ្យស្ដេចហ្នឹងស្ដេចហ្នឹងស្លៀកពាក់ស្ដេចខ្មែរពីដើមពីសម័យក្រោយខ្ញុំនិយាយពីសម័យជ័យវរ្ម័នពូជពងវង្សតកូលជ័យវរ្ម័នការបាត់បង់បែកបាក់ទឹកដីគឺពូជពងវង្សតកូលជ័យវរ្ម័នដែលបាត់បង់បាត់ទឹកដីហ៊ុនធានគាត់បានរៀបចំសម្លៀកបំពាក់ឲ្យខ្មែរស្លៀកពាក់មិនមែនថាអត់ស្លៀកតោះហើយព្រោះស្ដេចពីដើមគេអត់ស្លៀកកណាត់ទេគេមានស្លឹកចាកធ្វើប៉ឹងណាស្លឹកចាកធ្វើប៉ឹងស្លៀកកសាងប្រាសាទអង្គរគឺស្លៀកប៉ឹងស្លឹកចាកហើយក្រោយមកហ៊ុនធានគាត់ឃើញអញ្ចឹងគាត់ក៏មានគំនិតមួយឲ្យខ្មែរនឹងចេះស្លៀកពាក់ហើយក្នុងនាមជាស្ដេចចាការគ្រប់គ្រងប្រទេសគួរឲ្យចេះស្លៀកពាក់ហ៊ុនធានគាត់យកកណាត់កណាត់ប្រឌិបកណាត់ធ្វើពីកបាសយកមកស្លៀកពាក់នៅក្នុងសតវត្សចុងសតវត្សទី9បានន័យថាមានឈ្មួញមកពីសាអូឌីអារ៉េបៀពូចៅវ៉ាមកពីសាអូឌីអារ៉េបៀបានយកកណាត់សូត្រមកដោះដូរក្នុងទីផ្សារហ្នឹងហើយខ្មែរយើងមានវត្ថុ3យ៉ាងដែលដោះដូរជាមួយគេត្រីក្រៀមទន្លេសាបអង្ករស្ករត្នោតហើយឆ្នៃពិភពលោកនេះអត់មានអ្នកមានទីផ្សារធំដុំដោយសម័យគេនេះគេហៅថា trading convention នេះមាននៅស្រុកខ្មែរដោះដូរគ្នានៅបេងកូហើយមុននឹងការដោះដូរនៅបេងកូអ្នកទាំងអស់ដែលមកហ្នឹងក៏ទៅទស្សនានៅចម្ប៉ាជាកន្លែងដាំផ្កាភ្ញីគ្រប់បែបដែលខ្មែរបានប្រឌិតធ្វើឡើងដាំជាសួនជាអីចឹងទៅឲ្យភ្ញៀវទៅមើលណាដល់ពេលចុងឆ្នាំសតវត្សទី9
ពួកចាវ៉ាបានមកពី Saudi Arabia ជ័យវរ្ម័នទី2ឃើញកូនចាមប្រហែលជាសាច់សស្អាតក៏មានចិត្តប្រតិបត្តិចឹងហើយក៏ចង់ស្ពានមានមេត្រីទៅលើកូនចាវ៉ាដល់សងស្ពានមានមេត្រីឲ្យកូនចាវ៉ាពេលនោះជ័យវរ្ម័នទី2អ្នកក្រុងរាជហើយជ័យវរ្ម័នទី2ក៏សម្រេចឲ្យដីចម្ប៉ាហ្នឹងទៅក្រុមគ្រួសារចាវ៉ានឹងសូមផ្សាយជ្រាវព្រោះនគរគោកធ្លកខ្មែរដីធំខ្ញុំជម្រាបគោកធ្លកខ្មែរដីធំរហូតដល់ប្រណេអូខេដល់ប្រណេហ្វីលីពីនម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីអត់មានប្រទេសទេពីដើមឡើយអានឹងគេហៅថានៅក្នុងនគរគោកធ្លកនឹងឡើយភូមាក៏នៅក្នុងតំបន់នគរគោកធ្លកថៃអត់ទាន់មានទេថៃមានក្រោយមកក្រោយពេលដែលចម្រាំងរាំងជុលដែលខ្មែរបាក់បែកក្រោយពីសម័យជ័យវរ្ម័នទី7ដែលវាយបាក់បែកបាត់រត់ចោលប្រាសាទអង្គរចាមជនជាតិចាមវាយខ្មែរក្រោយពីសតវត្សទី17 18មកចាមវាយបែកខ្មែររត់ចោលប្រាសាទអង្គរបោះបង់ប្រាសាទអង្គរចោលជនជាតិចាមនេះធ្វើបាបខ្មែរសម្បើមណាក្រោយពីបានកាន់កាប់ដីខ្មែរមកចាមបានកាន់កាប់ប្រទេសខ្មែររយៈពេល300ឆ្នាំហើយដែលចាមកាន់កាប់ប្រទេសខ្មែរ300ឆ្នាំធ្វើអីខ្លះគឺចាមបានសម្លាប់ខ្មែរយ៉ាងរង្គាលគាត់យកអាស័យនឹងសម្រួចចុងហើយចាក់រញយកមកចាក់ខ្លួនខ្មែរដើម្បីខ្វះយកប្រមាណដល់វាច្រើនពេកទៅខ្មែរទ្រាំមិនបានក៏រួមគ្នាមួយសារទៀតមករត់ពួននៅវត្តតាមដងស្ទឹងជាប់ព្រំប្រទល់ដែនឥណ្ឌាហើយនឹងខ្មែរតាមពិតមិនមែនភូមិទេកានគរគោកធ្លកឡើយនគរគោកធ្លកនៅឡើយហើយឆ្នេះនៅនាំគ្នាពួននៅវត្តលោកដល់ពេលជាមួយគ្នាហ្នឹងក៏បានពួកសយ៉ាមខ្មែរហៅតាសៀមក្រោយមកសយ៉ាមខ្មែរហៅតាសៀមមករួមដើម្បីវាយចាមឲ្យចូលទៅចម្ប៉ាវិញហើយក្រោយពីបានប្រមូលថាចាមអស់ហើយពីកន្លែងតំបន់ដែលចាមនៅច្រើននោះនឹកឃើញថាអស់តាមពិតមិនអស់ទេព្រោះនៅដល់រហូតដល់ប្រណេដល់អីនោះចាមធ្លាក់ដល់ទឹកដីប្រណេម៉ាឡេស៊ីឥណ្ឌូនេស៊ីអីសិង្ហបុរីអីចាមនៅពេញរហូតដល់នៅទឹកដីភូមាពេលហ្នឹងឃើញខ្មែរបាត់បង់អស់គ្រប់ផ្នែកទន្ទឹមជាមួយគ្នាក្រោយមកទៀតហ្នឹងឃើញខ្មែរអត់ដឹងរឿងអត់ដឹងបាត់បង់បងប្អូនទឹកដីអីអត់ដឹងទេតែដល់ប្រមូលហើយអីហើយហ្នឹងខ្មែរមូននេះហើយខ្មែរយើងនេះរួមគ្នាបង្កើតឲ្យថៃហ្នឹងឲ្យសយ៉ាមហ្នឹងវាមានតំបន់ខ្លួនវានៅក្នុងទឹកដីយុទ្ធជាឃើញទី1យើងបាត់ដីចម្ប៉ាក្រោយមកលើកឲ្យថៃហ្នឹងសយ៉ាមហ្នឹងមានទីតំបន់ខ្លួនឯងនៅក្នុងទឹកដីអយុធ្យាឃើញខ្មែរអត់ដែលវាយបន្លំអាណាទេអត់ដែលទន្ទានទៅលើអាណាទេវាយតែគ្នាឯងហ្នឹង
ឆ្លោះគ្នាឯងហ្នឹងយូរទៅតាមបាយគ្នាច្រើនពេកទៅអាប៉ិតជាស្ដាច់មិនស្ដាច់មិនដឹងអាណាស្ដាច់មិនស្ដាច់ទេបិទបាំងលាក់ឈ្មោះលាក់តកូលអស់ហើយព្រោះដោយសារអីចាមគាត់បុករុកធ្វើមិនកុំឲ្យខ្មែរនឹងរួមគ្នាដល់អញ្ចឹងទៅជ័យវរ្ម័នទី2តាមសម្រាប់ជ័យវរ្ម័នទី5ប៉ុន្តែជ័យវរ្ម័នទី5ដីខ្មែរនៅធំរត់ពួនមិនដឹងថាជ័យវរ្ម័នទី5នឹងរត់ពួននៅណាអីណាទេតែក្រោយដល់បកកើតជាថៃកើតអីឲ្យមានទីកន្លែងទីតំបន់ខ្លួនឯងហើយក្រោយក៏ចប់រឿងហ្នឹងមករយៈទៅហើយត្រូវដឹងថាបងប្អូនខ្មែរនេះចេះនិយាយសម័យគ្រប់ចំនួនតាំងពីនគរគោកធ្លោករហូតដល់ពូណានរហូតដល់ចេនឡាទី1ទី2ទី3ចឹងទៅហើយអ្នកណាគេអ្នកបកកើតសម័យយូណានសម័យអីហ្នឹងណាគេចិនគេថាចិនអាក្រក់ខ្ញុំពូជចិនដែរប៉ុន្តែដល់ខ្ញុំមើលប្រវត្តិសាស្ត្រខ្មែរហ្នឹងមកមិនមែនខ្ញុំស្អប់ប្រជាជនចិនទេតែនយោបាយចិនអាក្រក់ណាស់បិទបាំងគ្រប់ផ្នែកមិនសូមតែប៉ុណ្ណោះសោតយកតាំងប្រជាជនខ្មែររហូតដល់ដីខ្មែរហើយជាពិសេសវប្បធម៌អរិយយកធម៌ខ្មែរយកទៅតាមពួកចិនអត់មានទេអាវប្បធម៌អរិយធម៌ដូចខ្មែរធ្វើហ្នឹងអត់មានទេចិនទេទំនៀមទម្លាប់របស់ខ្មែរហ្នឹងអត់មានទេដូចជារំក្បាច់បុរាណខ្មែរអស់ហ្នឹងទៅមើលនៅយូណានហ្វូណនសម័យហ្វូណនទៅចាំនេះហ្វូណនហ្នឹងចិនអ្នកដាក់ឈ្មោះឲ្យទៅហ្វូណនអត់មានខ្មែរអ្នកដាក់ទេហ្វូណនចេនឡាអីអស់ហ្នឹងចិនអ្នកដាក់ចិនអ្នកដាក់ឈ្មោះឲ្យចិនវាខូចចឹងណាវាខូចដោយសារខូចចឹងហើយបានជាចិនជនជាតិចិនមួយចំនួនចាំងពីជីដូនជីតាខ្ញុំហើយញ៉ាគាត់មកពីចិនដែរប៉ុន្តែគាត់មិនចង់ចូលដីចិនទេងើគាត់មិនចូលដីចិនទេកុំសូមបីអីខូចណាស់អាសាចិននេះនៅពេលវាបានអំណាចហើយមិនទាន់កើតជាកុម្មុយនីសទេវាចង់កើតមិនចង់ងាប់វាមិនចង់ងាប់ហើយក៏ប្រមូលអ្នកប្រាជ្ញទាំងអស់ពីក្នុងស្រុកចិនហ្នឹងឲ្យមករកឆ្នាំផឹកឆ្នាំមិនកុំឲ្យងាប់អ្នកប្រាជ្ញទាំងអស់នេះណាជប៉ុនវាមកជប៉ុនជីហាសំសពៅមកប្រមូលសិអ្នកប្រាជ្ញពីស្រុកចិនមកឲ្យទៅរកឆ្នាំកុំឲ្យវាផឹកទៅកុំឲ្យងាប់ជប៉ុននឹងមកដូចឃើញអាឆ្នាំមិនឲ្យងាប់នោះគ្មានទេអីឆ្នេះជប៉ុននឹងត្រូវសុំជំនួយពីស្ដេចខ្មែរហ្នឹងឲ្យនៅដីអាកោះសពថ្ងៃនេះកោះជប៉ុនសពថ្ងៃនេះអញ្ចឹងបានថាជប៉ុនមានគុណម្លាញ់ល្អហើយសងគុណជាមួយខ្មែរជួយខ្មែរជាប់លាប់ខុសពីអាចិនជប៉ុនហ្នឹងក៏ជនជាតិចិនដែរណាតៃវ៉ាន់ក៏ជនជាតិចិនដែរតៃវ៉ាន់ជនជាតិចិនអាកូរ៉េហ្នឹងក៏ជនជាតិចិនដែរកូរ៉េត្បូងជើងក៏ជនជាតិចិនហ្នឹងដូចគ្នាសាចិនអត់មានជនជាតិដទៃទេប៉ុន្តែការកើតគឺដូចម៉ុងហ្គោកើតមុនចិនតែម៉ុងហ្គោអាចដើរសាបព្រោះវប្បធម៌អរិយធម៌របស់ខ្លួននេះហើយអក្សរសាស្ត្រម៉ុងហ្គោសរសេរអសេរសចិនដូចគ្នាអញ្ចឹងមិនថាខ្មែរយើងដែលអានប្រវត្តិសាស្ត្រជឿតខ្វាន់ថាជឿតខ្វាន់នឹងជាចិន
តាមពិតជូតខ្វាន់គាត់មិនមែនចិននេះគាត់ជានាសារបស់ម៉ុងហ្គោសម័យសង្គ្រាមម៉ុងហ្គោសម័យក្រោយសម័យម៉ុងហ្គោបានជាគាត់បានមានឱកាសកត់ត្រានៅប្រវត្តិសាស្ត្រខ្លះៗដើម្បីខ្មែរតែខ្មែរអត់មានដែលអរគុណដល់ជូតខ្វាន់ទេដីខ្មែរសេះសល់សពថ្ងៃក៏បានគុណបុណ្យជូតខ្វាន់គាត់បានទៅសេសបុតទៅរិញស្ដាច់ចិននោះកុំឲ្យមកលូកលាន់ដីខ្មែរព្រោះចិនអត់ទាន់ធ្វើអីបានទេមានធ្វើអីបានអាសង្កប៉ែងកាត់ភ្នំហ្នឹងក្រោយពីសម័យម៉ុងហ្គោវាយហើយហ្នឹងទៅសង់ក្រោយទេមានធ្វើអីកើតក៏ប៉ុន្តែខ្មែរយើងវាអភ័ព្វសម័យអង្គរខ្មែរឆ្លាតគ្មានអាណាឆ្លាតដូចទេមានប្រទេសពីរដែលអាចឆ្លាតគឺអ៊ីជីបបានសាងសង់ប្រាសាទ Pyramid តាមពិតប្រាសាទ Pyramid នឹងមិនមែនជាដូចខ្មែរចឹងហៅប្រាសាទអង្គរថាជាវត្តទីអីមិនមែនវត្តទេជាប្រាសាទរបស់ស្ដេចប្រាសាទប្រទាយស្រីប្រាសាទគ្រប់ប្រាសាទប្រាសាទអ្នកធំហ្នឹងគេរស់នៅក្នុងហ្នឹងខ្សែស្ដេចខ្សែមន្ត្រីអីធំហ្នឹងគេនៅក្នុងប្រាសាទអស់ហ្នឹងមិនមែនជាវត្តទេកុំនិយាយថាអង្គរវត្តហ្នឹងពាក្យហៅថាវត្តហ្នឹងក្រោយពីសម័យបារាំងចូលហើយហ្នឹងបារាំងមកស្រុកខ្មែរ4នាក់ងាប់អស់3សល់1ហ្នឹងវាចិត្តងាប់ហើយប៉ុន្តែវាមកដល់ដីគោកឃើញអាដេញប្រាសាទអង្គរហ្នឹងតាមទន្លេសាបមកណាវាចៃដន្យចេះសល់ហ្នឹងមួយរស់សល់នឹងមួយរស់ថាវាអ្នកសាវជីរោឃើញអញ្ចឹងហើយយើងមើលសម័យបុរាណខ្មែរឆ្លាតណាស់ពិតមែនតែយើងសាវជីរោប្រវត្តិសាស្ត្រដើមមិនឃើញអ្នកពីដើមឆ្លាតយ៉ាងណាមិញទី1កសាងប្រាសាទហើយប្រាសាទនីមួយគឺមានចរិតនៅតាមប្រាសាទហ្នឹងប្រាសាទប្រទាយស្រីប្រាសាទអង្គរវត្តអង្គរតូចអង្គរធំអីហ្នឹងមានចរិតនៅតាមជាងហ្នឹងបើសិនជាមានអ្នកសាវជ្រាវត្រឹមត្រូវអាចសាវជ្រាវរកឃើញហើយការសរសេរជាប្រវត្តិសាស្ត្រទៀតសោតសម័យដើមគឺយកស្លឹកចាកយកមកធ្វើស្លឹកចាកយកមកធ្វើស្លឹករឹតយកស្លឹករឹតមកចាព្រោះអាស្លឹករឹតហ្នឹងវាត្រូវទឹកភ្លៀងមកវាអត់ទលាយហើយដូច្នេះហើយខ្មែរមានតែស្លឹករឹតដែរយកមកធ្វើកសាងជាសភៅទៅសេដើម្បីកត់ទុកកំណត់ត្រាជាប្រវត្តិសាស្ត្រទោះបីជាយើងរកមិនឃើញក្នុងប្រាសាទប្រទាយស្រីប្រាសាទអីមានចរិតខ្លះមិនបាន 100% ក៏បានខ្លះបើសិនជាយើងមានអ្នកសាវជ្រាវត្រឹមត្រូវហើយប្រាសាទនេះបងប្អូនខ្លះថាកសាងទាំងសតវត្សទី2ដល់12មិនមែនទេបងប្អូនការពិតប្រាសាទអស់នេះកសាងយូរហើយមិនដឹងជាសម័យខ្ញុំមិនបានដឹងពិតប្រាកដទេតែខ្ញុំមិនជឿថាកសាងប្រាសាទទាំងអស់នៅក្នុងសតវត្សទី2ទេប្រាសាទដែលកសាងទាំងបានតាមការកាក់ស្មានរបស់ខ្ញុំគឺមុនតាំងពីសម័យដែលយើងហៅថាcentury មុន century មុនពេលដែល century បង្កើតអា century បង្កើតបានន័យថាខ្មែរមិនមែនតែមានដេកទេខ្មែរមានដេកយូរហើយតែយើងអត់បានសាវជ្រាវបានដឹងពិតប្រាកដយើងបានសាវជ្រាវដឹងពិតប្រាកដដែលចេះតែនិយាយតាមចាមអារាមហើយពិសេសសម័យក្រោយនេះទៀត
សម័យក្រោយនេះទៀតការនិយាយចាមអារាមជាច្រើនដែលធ្វើឲ្យខ្មែរវង្វេងអត់ដឹងរឿងពិតណាអត់ដឹងរឿងពិតទេហើយខ្ញុំបង្ហើបឲ្យបងប្អូនបានដឹងថាខ្មែរស្នាដៃខ្មែរដើមហេតុគឺកសាងប្រាសាទទី2គឺបំបែកអ្វីឲ្យមានគឺមានវប្បធម៌អរិយធម៌របស់ខ្មែរដោយការរាំរបាំថ្វាយផ្កាអីអស់ហ្នឹងគ្រប់កន្លែងជាពិសេសឃើញទេអាចិនវាប្រឡំវាយកខេត្តយូណានមួយយ៉ាងតែហើយនៅសល់អីទេទៅយូណានវាមានប្រាសាទស្នាដៃខ្មែរហើយទំនៀមទម្លាប់ខ្មែរទាំងអស់នៅយូណានមិនមែនទំនៀមទម្លាប់របស់ចិនទេនៅយូណាននឹងរបស់ខ្មែរអត់ច្បាស់ព្រោះអាទំនៀមទម្លាប់ហ្នឹងបើនិយាយពីច្បាប់យើងអត់អាចយកវប្បធម៌អរិយធម៌របស់គេទៅសាបព្រោះនៅស្រុកយើងបានទេតែអាចិននេះល្មើសច្បាប់ធ្វើអីក៏ដោយល្មើសច្បាប់ចិនធ្វើអីល្មើសច្បាប់រហូតអត់មានធ្វើអីឲ្យតាមច្បាប់ត្រឹមត្រូវទេនេះអាសត្វចិននេះខ្ញុំពូជចិនដែរបើខ្ញុំស្អប់ចិនអស់ហ្នឹងខ្ញុំស្អប់មែនតើបន្លំអត់ចូលចិត្តបន្លំទេខ្ញុំមកជាតិមកជីវិតនេះមិនចេះបន្លំព្រោះញ៉ាតាំងណាចឹងហើយបន្តថាខ្មែរយើងនេះអត់ចេះឈឺទេទឹកដីរបស់ខ្លួនប៉ុណ្ណាប៉ុណ្ណីឥឡូវនៅសល់ប៉ិនកញ្ចក់ដៃអត់រក្សាទុកទៀតមកដល់អាសម័យនេះទៀតឪម៉ែផ្លើចុយរំលាយអត់ដឹងរឿងហើយសម្លុតបានអាខ្មែរគ្នាឯងអាខ្មែរនេះអត់តដៃសម្លុតហើយបងប្អូនខ្មែរនឹងទៀតសោតគួរតែចេះឈឺចាប់ឃើញទេប្រជាជនខ្មែរមួយចំនួនធ្វើអំពើល្អច្រើនណាស់ធ្វើអំពើល្អតាំងពីចាមចូលដីខ្មែររហូតបង្កើតអាថៃហ្នឹងមិនមែនជាជនជាតិចិនជាតិអីមកពីណាទេគេហៅថាសៀមជនជាតិភាគតូចមួយនៅក្នុងដែនដីខ្មែរដូចគ្នាព្រោះខ្មែរមានប្រជាជនជាច្រើនផ្នែកខុសគ្នាសូម្បីសពថ្ងៃក្នុងប្រទេសខ្មែរហ្នឹងក៏ចឹងដែរឃើញទេមានជនជាតិភាគតិចជាច្រើនដែលយើងរាប់មិនអស់រហូតដល់ភូមិបែកទៅឃើញទេបាត់តាំងពីទឹកដីដែលល្អត្រឹមត្រូវដែលអាចធ្វើឲ្យខ្មែរនឹងរស់សុខដុមរមនាបានបាត់ដូចទឹកដីប្រណេដូចកោះនៅហ្វីលីពីនម៉ាឡេស៊ីឥណ្ឌូនេស៊ីឃើញទេម៉ាឡេស៊ីចិន 75% ឥណ្ឌូនេស៊ីចិន 75% សិង្ហបុរីចិន 95% សិង្ហបុរីហើយនៅក្នុងកោះនោះខេត្តនោះទាំងអស់សិតតែឈ្មោះខ្មែរឥឡូវមានស្អីគួរឲ្យឆ្ងល់ហើយនៅក្នុងទឹកដីនីមួយគ្រប់កន្លែងសិតតែមានប្រាសាទតាំងពីយូណានតាំងពីសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីអាយួននេះចិនធាក់ចេញមកទេយួនតើដឹងឲ្យច្បាស់ណាអាយួននេះជនជាតិចិនទេមិនមែនអាយួនហៅថាយួនទៅកើតក្រោយនេះទេអាយួនហ្នឹងវាចេញមកពីអាណាមជនជាតិអាណាមហ៎
ហើយទេកុំទៅឃើញខ្មែរគ្នាឯងមិនបានអាណានិយាយបងប្អូនខ្ញុំនិយាយចំអាណាដែលថាមើងងាយដល់ជនជាតិខ្មែរគូបាអាហ្នឹងបើសិនខ្ញុំវាយអាហ្នឹងចោលព្រោះអាហ្នឹងវាអត់ស្គាល់ខ្មែរមើងងាយខ្មែរអត់ស្គាល់ខ្មែរអាហ្នឹងមិនមែនគូក្បាលខ្មែរទេណាតែអាខ្លះទៀតអត់ដឹងអីទេទៅយោដីអីណានងគ្នាទៅមើលផែនទីផែនអីចូលដីគេបន្តិចចូលដីគេបន្តិចអាហ្នឹងដីអាណាគេដីគេបន្តិចហ្នឹងអាយួននៅសពថ្ងៃក៏ដីខ្មែរអាថៃនៅសពថ្ងៃក៏ដីខ្មែរណាភូមិហ្នឹងកណាទៅបែកក្រោយប៉ុន្តែក្រោយយ៉ាងណាក្តីក៏វាយូរសតវត្សហើយភូមិហ្នឹងក៏នៅជាជនជាតិខ្មែរក៏ប៉ុន្តែគ្រាន់តែវាជនជាតិជាច្រើននៅប្រទេសភូមិហ្នឹងហើយ70ភាសានៅក្នុងភូមិហើយខ្មែរយើងសពថ្ងៃហ្នឹងមានប្រមាណភាសានៅក្នុងស្រុកខ្មែរហ្នឹងដឹងទេសាវជ្រាវរកមែនតើបងប្អូនខ្ញុំមិនមែនចេះនិយាយឲ្យរួចប្រមាត់ចេះតែថាទេព្រោះខ្ញុំបានអានជូតវ៉ាន់គាត់មិនបានមកតាន់ពេលវេលាដែលខ្មែរបានកើតទេក៏ប៉ុន្តែគាត់បានសរសេរបានច្រើនដោយសារគាត់មានកំណត់មួយសួរអ្នកនៅប្រាសាទអង្គរហ្នឹងអ្នកនៅសៀមរាបហ្នឹងគាត់សួរបានច្រើនហើយគាត់មកក្រោយតែខ្មែរបែកបាក់បាត់បង់ទឹកដីអស់ហើយទេតែបើសិនជាកុំបានគាត់ណាចិនយកស្រុកខ្មែរបាត់ហើយវាទៅជាជនជាតិចិនអស់ហើយណាខ្ញុំសូមជម្រាបតែប៉ុណ្្នឹងឲ្យបងប្អូនហើយសូមវិតាសាវជ្រាវវិនិច្ឆ័យបន្ថែមនៅអ្វីដែលខ្ញុំខ្វះខាតហើយបើសិនជាអានេះបើតាមការពិភាក្សារបស់ខ្ញុំនិយាយត្រូវច្រើនជាងខុសព្រោះខ្ញុំបានអានមើលទៅខ្ញុំគិតមែនយកប្រវត្តិសាស្ត្រខ្មែរអូគេសរសេរបានច្រើនជាងខ្មែរសរសេរពួកខ្មែររវល់តែតាមសម្លាប់សាច់ឈាមខ្លួនឯងធ្វើបាបជនជាតិខ្លួនឯងសូម្បីឲ្យបងប្អូនឯងក៏តាមសម្លាប់ដែរដល់សម័យជ័យវរ្ម័នផងណាតែសូមជម្រាបឲ្យបានខ្លះឲ្យបានដឹងខ្លះតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាសូមបានសុខសាន្តទាំងអស់គ្នាហើយសូមមេត្តារៀបរួមគ្នាឡើងស្រឡាញ់គ្នាឡើងយើងឥឡូវនេះមិនមែនអ្នកឆ្លាតទៀតទេព្រោះអ្នកឆ្លាតហ្នឹងស្លាប់អស់ហើយអត់មានបានទុកស្អីអត់ដល់យើងទេដោយសារនេះណាដោយសារខ្មែរដោយសារតែខ្មែរហ្នឹងណាបានជាយើងនឹងចេះបាក់បែកខ្ទេចទាំអស់លីងហ្នឹងណាចឹងសូមជម្រាបតែប៉ុណ្្នឹងឯងឲ្យខ្ញុំស្រឡាញ់ណាស់ខ្មែរស្រឡាញ់ខ្មែរដែលខ្មែរចេះគិតគូរដល់ខ្មែរតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលា